កិច្ចប្រជុំកំពូលពូទីនសេឡេនស្គីត្រាំមិនទាន់ចាប់ផ្ដើមក៏បរាជ័យបាត់ទៅហើយកិច្ចប្រជុំដែលមានគោលបំណងចរចាសន្តិភាពនៅអ៊ុយក្រែនបានដួលរលំបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបដិសេធចូលរួមដែលជំរុញឲ្យមានប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ក៏ប្រកាសដកខ្លួនចេញផងដែរលោក Zelensky បានសម្ដែងការខកចិត្តចំពោះការបាត់បង់ឱកាសសម្រាប់ចរចាដោយផ្ទាល់នេះដែលដើមឡើយក្រុងធ្វើនៅទីក្រុង Istanbul នាថ្ងៃ15ខែឧសភាឆ្នាំ2025នេះវាមានក្រុមឡើងបានបង្ហាញឈ្មោះគណៈប្រតិភូដែលត្រូវទៅជួបចរចាជាមួយភាគីអ៊ុយក្រែននៅទូគីប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថាមិនមានឈ្មោះលោកពូទីនទេផ្ទុយទៅវិញគណៈប្រតិភូនោះគឺនឹងត្រូវដឹកនាំដោយលោក Vladimir Medinsky ដែលជាជំនួយការប្រធានាធិបតីហើយក៏មានការចូលរួមពីសំណាក់អនុរដ្ឋមន្ត្រីការបរទេស Minhels Kasin អនុរដ្ឋមន្ត្រីការពារជាតិ Alexander Fomin និងមេចារកម្មយោធា Igno Koyoko យោងតាមការចុះផ្សាយកាលពីថ្ងៃពុធរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters លោកត្រាំបានលុបចោលនៅវត្តមានរបស់ខ្លួនផងដែរបន្ទាប់ពីភាគីរុស្ស៊ីប្រកាសឈ្មោះគណៈប្រតិភូដោយមិនមានវត្តមានរបស់លោកពូទីនការដួលរលំនៃកិច្ចប្រជុំកំពូលកម្រិតខ្ពស់នេះគូបញ្ជាក់ពីបញ្ហាប្រឈមក្នុងការសម្រេចជានូវដំណោះស្រាយការទូតចំពោះចំនួនដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែនទន្ទឹមនោះសំណើរបស់លោក Zelensky សម្រាប់បទជុំបញ្ញរយៈពេល30ថ្ងៃនៅតែមិនទាន់ត្រូវបានអនុវត្តដោយរុស្ស៊ីបន្តបដិសេធគំនិតផ្ដួចផ្ដើមបែបនេះហើយលើកឡើងការព្រួយបារម្ភអំពីការខាត់បងយោធារបស់ខ្លួនដែលអាចនឹងកើតមានសូមជម្រាបជូនថាកិច្ចពិភាក្សានៅទីក្រុងIstanbul ត្រូវបានព្រួយផ្ដើមដោយលោកពូទីនកាលពីថ្ងៃទី11ឧសភាហើយលោកត្រាំនិងលោក Zelensky បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមលោកពូទីននិងលោក Zelensky មិនដែលជួបគ្នាផ្ទាល់ទេចាប់តាំងពីខែធ្នូឆ្នាំ2019មកប៉ុន្តែមន្ត្រីរុស្ស៊ីនិងអ៊ុយក្រែនបានធ្វើការចរចាដោយផ្ទាល់លើកចុងក្រោយក្នុងខែមីនាក្នុងឆ្នាំ2022នៅទីក្រុង Istanbul ពលគឺភ្លាមៗបន្ទាប់ពីទីក្រុងមូស្គូបើកប្រតិបត្តិការសឹកពេញទំហឹងលើប្រទេសជិតខាងរបស់ខ្លួនNATO បញ្ញាថាទោះបីជាយ៉ាងណាក៏ដោយមិនទុកអ៊ុយក្រែនចោលដែរមន្ត្រីយោធាកំពូលនៃអង្គការ NATO បានប្រកាសថាពួកគេនឹងមិនទុកអ៊ុយក្រែនចោលម្នាក់ឯងឡើយហើយនឹងផ្ដល់គាំទ្រជារៀងរហូតស្របពេលដែលប្រឈមមុខជាមួយនឹងរុស្ស៊ីការចុះផ្សាយរបស់ Anna Dolos សេចក្តីប្រកាសនេះធ្វើឡើងក្នុងសម័យប្រជុំលើកទី193នៃគណៈកម្មាធិការយោធាអង្គការ NATO ក្នុងកម្រិតប្រធានអគ្គសេនាធិការដែលរៀបចំនៅទីក្រុង Brussels នៃប្រទេស Belgium កាលពីថ្ងៃពុធទី14ខែឧសភាឆ្នាំ2025ថ្លែងបើកសម័យប្រជុំប្រធានគណៈកម្មាធិការគឺឧត្តមសេនីយ៍នាត្រី Gospi Kavo-Dragon បានសង្កត់ធ្ងន់លើភាពល្អិតរមូតក្នុងចំណោមយោធាជាសម្ព័ន្ធមិត្តនិងគូបញ្ជាក់ពីការរួបរวมដ៏យូរអង្វែងរបស់ NATOលោកប្រកាសថា NATO នៅតែបដិញ្ញាចិត្តដោយឥតងាករេក្នុងការគាំទ្រអ៊ុយក្រែនហើយការគាំទ្របែបនេះគឺចាំបាច់បំផុតដើម្បីធានាថាទីក្រុងគៀវនឹងមានជំហររឹងមាំការគាំទ្រអ៊ុយក្រែនជាបន្តគឺជាកត្តាសំខាន់ដើម្បីទប់ស្កាត់ការឈ្លានពានពីសំណាក់រុស្ស៊ីបន្ថែមទៀតសម័យប្រជុំនេះកើតឡើងស្របពេលប្រមុខ NATO Mark Rutte បានបង្ហាញសុទិដ្ឋិនិយមចំពោះការបំបែកភាពទាល់ច្រកក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែនរុស្ស៊ីនៅឯទីក្រុងនៃប្រទេសទូគីសូមជំរាបថាចាប់តាំងពីការផ្ទុះសង្គ្រាមនៅអ៊ុយក្រែនក្នុងឆ្នាំ2022មក NATO បានបង្កើតការផ្គត់ផ្គង់ជំនួយរឹងមាំខ្លាំងដល់អ៊ុយក្រែនត្បិតប្រទេសនេះមិនមែនជាសមាជិករបស់ខ្លួនក៏ដោយជំនួយទាំងនោះរួមមានសភាវុធគ្រាប់រំសេវខែលដែនការពារអាកាសយន្តហោះគ្មានមនុស្សបើកការចែករំលែកព័ត៌មានសម្ងាត់និងការវឹកវើនកងកម្លាំងអ៊ុយក្រែនមិនត្រឹមតែប៉ុណ្ណោះសម្ព័ន្ធមិត្ត NATO ក៏បានផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុមនុស្សធម៌និងភស្តុភារយ៉ាងក្រាស់ក្រែលផងដែរមេទ័ពរុស្ស៊ីប្រមានចំថាបើផ្ទុះសង្គ្រាមលោកលើកទី3មែនគោលដៅមុនគេគឺអង់គ្លេសជាការប្រមានដោយចំហនៅទីក្រុងឡុងមេទ័ពរត់ក្រោះរុស្ស៊ីប្រកាសថាក្នុងករណីសង្គ្រាមលោកលើកទី3ផ្ទុះមែនឡើងនោះចក្រភពអង់គ្លេសនឹងក្លាយទៅជាគោលដៅដែលទីក្រុងមូស្គូនឹងវាយប្រហារមុនគេថ្លែងទៅកាន់ទូរទស្សន៍រដ្ឋរុស្ស៊ីឧត្តមសេនីយ៍ Nikolai
Politico បានចង្អុលចំចំទៅការគ្រប់គ្រងរបស់ទីក្រុងឡុងចំពោះអ៊ុយក្រែនក្នុងសង្គ្រាមជាមួយនឹងទីក្រុងមូស្គូជាពិសេសតាមរយៈការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយយកទៅបាញ់ចូលទឹកដីរុស្ស៊ីតែម្ដងលោកនិយាយថាក្នុងសេណារីយ៉ូនៃសង្គ្រាមលោកលើកទី3នាយករដ្ឋមន្ត្រីអង់គ្លេសទាំងបច្ចុប្បន្ននិងអតីតកាលគឺសុទ្ធតែត្រូវស្ដីបន្ទោសចំពោះការដែលរករឿងរុស្ស៊ីមិនជប់ឈរនិងរារាំងភាពជោគជ័យរបស់លោកពូទីនដែលត្រូវតែការឆ្លើយតបទៅវិញយ៉ាងឆាប់រហ័សមិនមែនតែអង់គ្លេសទេសូម្បីតែបារាំងក៏លោកផ្កាយពីរូបនេះចោទប្រកាន់ថាផ្ដល់ការសម្ងាត់ឲ្យអ៊ុយក្រែនឈានដល់ការជញ្ជូនដ្រូនវាយប្រហារទីក្រុងមូស្គូនិងបាញ់មីស៊ីលវាយប្រហារខ្លួនថែមទៀតផងនេះមិនមែនជារឿងថ្មីឡើងដែលរុស្ស៊ីបង្ហាញកំហឹងដាក់ចក្រភពអង់គ្លេសពលគឺកាលពីខែមីនាភ្នាក់ងារចារកម្មរុស្ស៊ីហៅកាត់ថា SOV បានចង្អុលចំមុខចំតែម្ដងចំពោះអង់គ្លេសថាជាមេដឹកនាំសង្គ្រាមធំជាងគេបំផុតលើលោកជាក់ស្ដែងសង្គ្រាមលោកលើកទី2ក៏ជាប្រទេសនេះដែរដែលជាអ្នកញុះញង់ SOV បានចេញសេចក្តីថ្លែងការណ៍ថាដល់ពេលហើយដែលត្រូវបោះស្បែកមុខអង់គ្លេសថាជាអ្នកដើរបង្កសង្គ្រាមធំជាងគេបង្អស់មិនត្រឹមតែ SOV ថែមទាំងចោទប្រកាន់ចំដែរថាគឺអង់គ្លេសនេះឯងដែលស្វះស្វែងខ្លាំងជាងគេដើម្បីបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការនាំយកសន្តិភាពឲ្យអ៊ុយក្រែននិងព្យាយាមដល់ការបង្អាក់ស្ដារទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោនជាមួយមូស្គូ